សួស្តីអ្នកទាំងអស់គ្នាខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាសុខសប្បាយជាទេរឿងថ្ងៃនេះពិតជាស្រស់ស្អាតនិងមានប្រយោជន៍ខ្លាំងណាស់វាមានមេរៀនជីវិតដ៏រឹងមាំវាក៏រួមបញ្ចូលប្រយោគភាសាអង់គ្លេសមានប្រយោជន៍ប្រចាំថ្ងៃជាច្រើនផងដែរសូមស្ដាប់ដោយយកចិត្តទុកដាក់និងអនុវត្តប្រយោគទាំងនេះឥឡូវសូមចាប់ផ្ដើមខ្ញុំឈ្មោះអូលីខ្ញុំជាក្មេងប្រុសសាមញ្ញម្នាក់ខ្ញុំរស់នៅក្នុងភូមិតូចមួយគ្រួសារខ្ញុំមិនមានជីវភាពធូរធារទេជីវិតមិនងាយស្រួលសម្រាប់ខ្ញុំទេប៉ុន្តែខ្ញុំមានក្តីស្រមៃធំមួយខ្ញុំចង់ក្លាយជាមនុស្សជោគជ័យមនុស្សជាច្រើនសើចចំអោឲ្យខ្ញុំពួកគេនិយាយថាខ្ញុំមិនអាចធ្វើវាបានទេពេលខ្លះខ្ញុំមានអារម្មណ៍សោកសៅប៉ុន្តែខ្ញុំមិនបោះបង់ចោលទេខ្ញុំសម្រេចចិត្តផ្ដោតលើគោលដៅរបស់ខ្ញុំភ្ញាក់ពីព្រលឹមជារៀងរាល់ថ្ងៃខ្ញុំមិនខ្ជះខ្ចាយពេលវេលារបស់ខ្ញុំទេខ្ញុំធ្វើផែនការប្រចាំថ្ងៃខ្ញុំសរសេរគោលដៅរបស់ខ្ញុំនៅក្នុងសៀវភៅកត់ត្រាខ្ញុំអានវារាល់ព្រឹកខ្ញុំនិយាយថាខ្ញុំអាចធ្វើវាបានខ្ញុំជឿជាក់លើខ្លួនឯងខ្ញុំសិក្សាដោយផ្ដោតអារម្មណ៍ទាំងស្រុងខ្ញុំជៀសវាងការរាប់អានមនុស្សអាក្រក់ខ្ញុំបិទទូរស័ព្ទខ្ញុំធ្វើការយ៉ាងលំបាកខ្ញុំចាំបានសុបិនរបស់ខ្ញុំពេលខ្លះខ្ញុំមានអារម្មណ៍អស់កម្លាំងពេលខ្លះខ្ញុំមានអារម្មណ៍ខ្សោយបញ្ហាកើតឡើងក្នុងជីវិតរបស់ខ្ញុំលុយកាក់ក៏ជាបញ្ហាមួយដែរមនុស្សនៅតែសើចចំអោឲ្យខ្ញុំប៉ុន្តែខ្ញុំនៅស្ងៀមខ្ញុំមិនឆ្លើយពួកគេទេខ្ញុំបន្តធ្វើការដោយស្ងៀមស្ងាត់ខ្ញុំមានភាពប្រសើរឡើងជារៀងរាល់ថ្ងៃខ្ញុំរៀនអ្វីថ្មីខ្ញុំគ្រប់គ្រងពេលវេលារបស់ខ្ញុំបានល្អខ្ញុំផ្ដោតលើគោលដៅរបស់ខ្ញុំថ្ងៃមួយខ្ញុំប្រឡងធ្លាក់ខ្ញុំមានអារម្មណ៍សោកសៅខ្លាំងណាស់ខ្ញុំយំនៅពេលយប់ខ្ញុំគិតអំពីការឈប់ប៉ុន្តែខ្ញុំចាំសុបិនរបស់ខ្ញុំជូតទឹកភ្នែកខ្ញុំក្រោកឈរឡើងម្ដងទៀតខ្ញុំនិយាយថាការបរាជ័យមិនមែនជាទីបញ្ចប់ទេខ្ញុំសិក្សាឲ្យខ្លាំងជាងមុនខ្ញុំអនុវត្តជារៀងរាល់ថ្ងៃខ្ញុំរៀនពីកំហុសរបស់ខ្ញុំកាន់តែរឹងមាំខ្ញុំឈប់ខ្ជះខ្ចាយពេលវេលាខ្ញុំមិនមើលទូរទស្សន៍ច្រើនពេកទេខ្ញុំមិនលេងបណ្ដាញសង្គមទេខ្ញុំប្រើប្រាស់ពេលវេលារបស់ខ្ញុំដោយឆ្លៀតវៃខ្ញុំអានសៀវភៅល្អៗខ្ញុំស្ដាប់ការសន្ទនាវិជ្ជមានខ្ញុំគិតអំពីភាពជោគជ័យខ្ញុំជៀសវាងមនុស្សអវិជ្ជមានខ្ញុំការពារថាមពលរបស់ខ្ញុំផ្ដោតអារម្មណ៍ជានិច្ចខ្ញុំធ្វើការមួយជំហានម្ដងមួយខ្ញុំគិតទៅជិតគោលដៅរបស់ខ្ញុំរៀនពីវិន័យខ្ញុំធ្វើតាមទម្លាប់របស់ខ្ញុំជារៀងរាល់ថ្ងៃខ្ញុំរៀនក្នុងពេលតែមួយខ្ញុំចូលគេងទាន់ពេលវេលាខ្ញុំភ្ញាក់ពីព្រលឹមខ្ញុំញ៉ាំអាហារសាមញ្ញខ្ញុំរក្សាចិត្តឲ្យស្រស់ថ្លាខ្ញុំហាត់ប្រាណរៀងរាល់ព្រឹកខ្ញុំមានសុខភាពល្អខ្ញុំបន្តរៀនសូត្រខ្ញុំមិនដែលឈប់ព្យាយាមឡើយខ្ញុំគោរពពេលវេលារបស់ខ្ញុំខែកន្លងផុតទៅយឺតខ្ញុំបន្តធ្វើការយ៉ាងលំបាកខ្ញុំឃើញវឌ្ឍនភាពតិចតួចពិន្ទុរបស់ខ្ញុំចាប់ផ្ដើមប្រសើរឡើងគ្រូរបស់ខ្ញុំសរសើរខ្ញុំឪពុកម្ដាយរបស់ខ្ញុំមានអារម្មណ៍មោទនភាពខ្ញុំមានអារម្មណ៍សប្បាយចិត្តខ្ញុំមានអារម្មណ៍ជឿជាក់ជាងមុនខ្ញុំជឿជាក់លើខ្លួនឯងច្រើនជាងមុនខ្ញុំញញឹមញឹកញាប់ជាងមុនខ្ញុំមានអារម្មណ៍រឹងមាំនៅខាងក្នុងខ្ញុំនៅតែផ្ដោតលើគោលដៅរបស់ខ្ញុំថ្ងៃខ្លះពិបាកណាស់ពេលខ្លះខ្ញុំមានអារម្មណ៍តានតឹងខ្ញុំមានអារម្មណ៍ថាមានសម្ពាធពីមនុស្សប៉ុន្តែខ្ញុំនៅតែមានភាពវិជ្ជមានខ្ញុំនិយាយជាមួយខ្លួនឯងដោយសប្បុរសខ្ញុំនិយាយថាបន្តទៅមុខទៀតខ្ញុំរំលឹកខ្លួនឯងអំពីសុបិនរបស់ខ្ញុំមិនងាកក្រោយទេខ្ញុំដើរទៅមុខយឺតខ្ញុំបោះជំហានតូចខ្ញុំអត់ធ្មត់ខ្ញុំរក្សាការផ្ដោតអារម្មណ៍របស់ខ្ញុំឲ្យរឹងមាំខ្ញុំឈប់ប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃខ្ញុំផ្ដោតលើបំណែជីវិតផ្ទាល់ខ្លួនរបស់ខ្ញុំអបអរសាទរជ័យជំនះតូចខ្ញុំមានអារម្មណ៍ដឹងគុណជារៀងរាល់ថ្ងៃខ្ញុំរៀនពីមនុស្សជោគជ័យខ្ញុំបង្កើនជំនាញរបស់ខ្ញុំប្រើប្រាស់ពេលវេលារបស់ខ្ញុំដោយឆ្លៀសឆ្លាវៃខ្ញុំនៅឲ្យឆ្ងាយពីការរំខានខ្ញុំរក្សាចិត្តឲ្យស្ងប់ខ្ញុំជឿថាភាពជោគជ័យនឹងមកដល់ខ្ញុំផ្ដោតអារម្មណ៍ជារៀងរាល់ថ្ងៃមួយឆ្នាំកន្លងផុតទៅខ្ញុំឃើញការផ្លាស់ប្ដូរធំខ្ញុំកាន់តែមានទំនុកចិត្តខ្ញុំនិយាយភាសាអង់គ្លេសបានល្អជាងខ្ញុំសិក្សាបានល្អជាងឥឡូវនេះលទ្ធផលរបស់ខ្ញុំប្រសើរឡើងមនុស្សឈប់សោយចំអោឲ្យខ្ញុំមនុស្សមួយចំនួនចាប់ផ្ដើមគាំទ្រខ្ញុំមានមោទនភាពចំពោះខ្លួនឯង
ខ្ញុំមានអារម្មណ៍ថារឹងមាំខ្ញុំមានអារម្មណ៍ថាត្រៀមខ្លួនរួចរាល់សម្រាប់ភាពជោគជ័យខ្ញុំនៅតែផ្ដោតលើគោលដៅរបស់ខ្ញុំយល់រឿងមួយភាពជោគជ័យត្រូវការផ្ដោតអារម្មណ៍ភាពជោគជ័យត្រូវការអត់ធ្មត់ភាពជោគជ័យត្រូវការការខិតខំប្រឹងប្រែងខ្ញុំមិនខ្លាចការបរាជ័យឥឡូវនេះទេខ្ញុំទទួលយកបញ្ហាប្រឈមខ្ញុំប្រឈមមុខនឹងបញ្ហាដោយក្លាហានខ្ញុំទុកចិត្តលើដំណើររបស់ខ្ញុំទុកចិត្តលើការខិតខំរបស់ខ្ញុំជឿជាក់លើក្តីស្រមៃរបស់ខ្ញុំមិនដែលបោះបង់ឡើយខ្ញុំតែងតែផ្ដោតលើគោលដៅរបស់ខ្ញុំថ្ងៃនេះខ្ញុំរឹងមាំជាងមុនថ្ងៃនេះខ្ញុំមានទំនុកចិត្តខ្ញុំកាន់តែខិតជិតដល់ក្តីសុបិនរបស់ខ្ញុំមានមោទនភាពចំពោះដំណើររបស់ខ្ញុំសូមអរគុណឪពុកម្ដាយរបស់ខ្ញុំសូមអរគុណលោកគ្រូអ្នកគ្រូរបស់ខ្ញុំជឿជាក់លើខ្លួនឯងខ្ញុំដឹងថាខ្ញុំអាចទទួលបានជោគជ័យខ្ញុំនឹងបន្តខិតខំប្រឹងប្រែងខ្ញុំមិនឈប់ព្យាយាមឡើយខ្ញុំនឹងផ្ដោតលើគោល